យើងទៅរៀនរបៀបconnect ទៅកាន់ Postgres SQL ជាមួយនឹង Django ខ្ញុំសូមclarify ត្រង់កន្លែង set up ទៅលើ Postgres SQL ព្រោះខ្ញុំគិតថាវាពិបាកទេហើយខ្ញុំនឹងតម្លាក់ជាមួយនឹង node ក្នុងការ install ជាមួយនឹង Postgres SQL ផងដែរអញ្ចឹងខ្ញុំនឹងដាក់ node notion នៅខាងក្រោម description ដើម្បីមានស្រួលក្នុងការ install និង set up តើមកចាំយើងអាចមកមើលវីដេអូនេះបានក្នុងការ set up ទៅកាន់ Postgres ជាមួយនឹង Django របស់យើងអញ្ចឹងយើងចូលទៅកាន់ PG admin របស់យើងមកបន្ទាប់ពីយើងចូលទៅកាន់ PG របស់យើងហើយដំបូងហ្នឹងវា load យើង by password ហើយ password ហ្នឹងគឺជា password ដែលនេះពេលវា load by password ហ្នឹងគឺជា password ទៅពេលដែលយើង set up install ហ្នឹងពេលដែលយើង install យើងត្រូវចាំ password ដែលយើងដាក់ហ្នឹងអញ្ចឹងខ្ញុំ y password ខ្ញុំចូលអញ្ចឹងខ្ញុំបិទសិននេះគឺជា main interface អញ្ចឹងខ្ញុំដាក់ឲ្យតូចជាស្រួលមកអញ្ចឹងជា main interface របស់យើងអញ្ចឹងយើងធ្វើការ create ទៅទីមួយយើង right click ជាមួយនឹងអ្នកឈ្មោះថា database យើងជួយលើ support នេះយើងបើកមកឃើញយើងឃើញប៉ុណ្ណឹងមាន Postgres database login table space ហើយនឹង PG agent jobs អញ្ចឹងដែរអញ្ចឹងយើង right click ជាមួយនឹង database នេះមកហើយយើងយកពីថា create យើងដាក់ឈ្មោះក៏បានដែរខ្ញុំដាក់ឈ្មោះថា test ហើយខ្ញុំបង្កើត reason មកអញ្ចឹងយើងទុកវាចោលហ្នឹងសិនទៅតមកយើង right click ជាមួយនឹង login group ឬក៏ login ឬក៏ group នេះ right click យើង create មួយយើង create ដូចមែនយើងដាក់ឈ្មោះថាtesting db អញ្ចឹងកន្លែងនេះកន្លែងសំខាន់គឺនៅត្រង់កន្លែង definition នេះយើងដាក់ជាមួយនឹង password យើងត្រូវតែដាក់កន្លែងហ្នឹងបើមិនចឹងទេវា load error នៅក្នុង project Django របស់យើងដាក់អីក៏បានដែរដាក់ឈ្មោះថាលេខកូដរបស់ខ្ញុំទៅតមកកន្លែងនេះខ្ញុំដាក់ can login ហើយនឹង super user នេះមកយើងបើកវាទាំងអស់ទៅកន្លែងនេះយើងដាក់លេខកូដអញ្ចឹងយើង save ហើយពេលដែលយើង save យើងត្រូវការ add អានឹងចូលទៅកាន់ database របស់យើងអញ្ចឹង database របស់យើងនៅបង្កើតមានឈ្មោះថា test យើងចុច right click លើវាចុចលើពាក្យថា property តមកយើងទៅកាន់ security យើងចុចកន្លែងprivilege នេះយើងចុចសញ្ញាបូកខាងនេះហើយយើង add ជាមួយនឹងដែលយើង add បានមិញហ្នឹងនៅកន្លែង login group នេះដាក់ឈ្មោះថា test មែនដូចជា test use testing db ដែលយើងបង្កើតមិញអញ្ចឹងកន្លែង privilege នេះយើងដាក់ all ហើយយើង save អញ្ចឹងឧទាហរណ៍ថានេះគឺជា project Django របស់យើងហើយយើងបាន install ជាមួយនឹង environment រួចហើយអញ្ចឹងយើងត្រូវការទៅ install ជាមួយនឹង dependency មួយចំនួនដើម្បី connect ទៅកាន់ Django របស់យើងច្រឡំ Django Postgres SQL របស់យើងអញ្ចឹងយើងវាយជាមួយនឹង command នៅលើ Windows គឺគេរៀប command ជាមួយនឹង command នេះពេលពី install ជាមួយ dependency ឈ្មោះថា cycle pg stand for Postgres ហ្នឹងហើយ binary យើង install ជាមួយនឹង dependency នេះមួយអញ្ចឹងបន្ទាប់ពីយើង install រួចហើយយើងចូលទៅកាន់ការ connect ទៅកាន់ database របស់យើងតែឧទាហរណ៍ថាយើងបើកជាមួយនឹង project Django របស់យើងចុះហើយនេះគឺជា project Django របស់ខ្ញុំហើយខ្ញុំធ្វើការ testing មិនដែរអញ្ចឹងខ្ញុំធ្វើការ connect ទៅកាន់ database របស់យើងវិញគឺយើងចូលទៅកាន់ឧទាហរណ៍នេះគឺជា project របស់យើងចូលទៅកាន់ជាមួយនឹង setting របស់យើង setting project របស់យើងគឺនៅថ្ងៃនេះ setting.type នេះអញ្ចឹងពេលដែលយើងចូលមកយើងអូសទៅក្រោបយើងរកកន្លែងដែលឈ្មោះថា database អញ្ចឹងនៅកន្លែង engine នេះយើងត្រូវ set ជាមួយនឹងអំពូអីយើងត្រូវ connect ទៅកាន់ database របស់យើងអញ្ចឹងយើងត្រូវប្រើបើវាជា default មកវាដាក់ SQL ទេអញ្ចឹងយើងប្រើជាមួយ Postgres យើងដាក់ db.png.postgres SQL នេះមកកន្លែង name នេះគឺជាឈ្មោះ database របស់យើងនេះគឺជាឈ្មោះ database របស់យើងគឺឈ្មោះថា test យើងដាក់ថា test មកហើយកន្លែង user នេះគឺដែលយើងបង្កើតនេះនៅខាងក្រោមនេះយើងដាក់ថា testing db ហ្នឹងអញ្ចឹងកន្លែងដាក់ db មក
ហើយជាមួយនឹង localhost host នេះគឺដាក់អញ្ចេះកុំឬក៏ចោលlocalhost បែបនេះក៏បានហើយកន្លែង port នេះគឺ default វា5432ដែលយើង install setup វាមកpassword នេះគឺមិនមែនចឹងទេច្រឡំកន្លែង user នេះគឺកន្លែងឈ្មោះរបស់យើង testing db ច្រើនគេ test ដែលខ្ញុំដាក់មិញអញ្ចឹងខ្ញុំ clear ម្ដងទៀត name នេះ name database របស់យើងគឺនៅកន្លែងតានេះ user testing db នេះគឺនៅកន្លែង login ហើយឬក៏ group rule នេះហើយយើងបានបង្កើត testing db ចំណែកឯ password នេះគឺ password ដែលយើងបាន set នៅកន្លែង testing db នេះ definition កន្លែង password នេះដែលយើងបាន set កន្លែងហ្នឹងហើយជាមួយនឹង host ហើយនឹង port គឺ default មកចុះអញ្ចឹងយើងវាយជាមួយនឹង command មុននឹង connect របស់យើងទៅហ្នឹងដែលខ្ញុំ show ពីមុនរួចហើយចឹងយើងធ្វើការពេលដែលយើងវាយ command នេះទៅខ្ញុំ show មួយសារទៀតទី1គឺ command របស់យើង ដើម្បី connect ទៅកាន់ប្រើជាមួយ dependency យើងត្រូវចាំថាយើងត្រូវ install ជាមួយ dependency ចឹងដើម្បីឲ្យយើងsystem របស់យើងស្គាល់ជាមួយនឹង Postgres អញ្ចឹងនៅលើ Windows យើងត្រូវវាយ pnp install this cycle បើកវងចែកមកយើងដាក់ binary បែបនេះតែខ្ញុំ install rồi ខ្ញុំ install ម្ដងទៀតទេបន្ទាប់មកយើង run ជាមួយនឹង migrate យើងធ្វើការ run ជាមួយនឹង python manage.py manage.py and then migrate ហើយ this ហើយចឹងគឺយើង execute ទៅលើdatabase code របស់យើងអញ្ចឹងយើង enter មកបើវាមាន error តិចយើង fix តាមទៅអញ្ចឹងនៅពេលដែលវា run okay ទាំងអស់អញ្ចឹងបានន័យថាការ connect របស់យើងគឺ successful ហើយអញ្ចឹងវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងនេះគឺរបៀបនៃការ connect ទៅកាន់ Django ទៅកាន់ជាមួយនឹងPostgres